មុនអារឿងពេញប៉ោះមួយគ្រាន់តែឃើញចាគឺថាជិះចាក់ឆ្ងាយហ្មងអត់ដឹងមិនអត់សូវចូលចិត្តពេញប៉ោះទេប៉ុន្តែឥឡូវវិញតែឃើញពេញប៉ោះល្អធូរថ្លៃដូចបងប្អូនឃើញចឹងចានិយាយពីថាផ្លែល្អធំឲ្យធូរថ្លៃមែនតើអញ្ចឹងថ្ងៃនេះនាងខ្ញុំមកប្រាប់ពីវិធីដែលនាងខ្ញុំតែងតែធ្វើពេញប៉ោះឆានៅផ្ទះមួយសប្តាហ៍គឺនាងខ្ញុំតែងតែទៅផ្សារកសិករម្ដងអញ្ចឹងផ្សារកសិករនៅតំបន់នាងខ្ញុំនេះគឺមានលក់បន្លែផ្លែឈើស្រស់ដែលកសិករនៅម្ដុំភូមិនឹងផ្ទាល់ដែលគាត់ដាំដុះណាចានៅខាងសហរដ្ឋអាមេរិកនេះរដ្ឋ Pennsylvania ហ្នឹងគឺមានជនជាតិសាស Amish គឺគាត់ចូលចិត្តក្នុងការដាំដំណាំផ្សេងចាតាមផ្ទះដែលខ្លួនឯងអញ្ចឹងហើយដំណាំរបស់គាត់គឺដាំល្អធម្មជាតិហើយលក់បានធូរថ្លៃទៀតហើយពេលខ្លះគាត់យកមកពីខាងក្រៅចាក៏គាត់លក់បានថ្លៃដែរបងប្អូនឃើញចឹងនឹងខ្ញុំទិញមួយកេសចាថា13រៀលទេគឺផ្លែច្រើនណាស់ខ្ញុំបានប្រហែលចូល30-40ផ្លែណោះហើយរបៀបក្នុងការដែលនាងខ្ញុំឆាមុនដំបូងគឺនាងខ្ញុំចានៅឃើញខាងដើមវីដេអូអញ្ចឹងនាងខ្ញុំចាពុះអាខាងគូតវានឹងជា4មកហើយបន្ទាប់មកនាងខ្ញុំយកទៅដាក់ស្រោះទឹកចាស្រោះទឹកមួយសន្ទុះទៅ2នាទីទៅ3នាទីវាអាស្រ័យទៅលើចាប្រភេទពេញប៉ោះតូចធំអញ្ចឹងចានាងខ្ញុំអត់យកសបកវាទេដោយសារបងប្អូនឃើញរៀងយូរទៅសបករបស់វាឡើងខ្មៅហើយយើងចាបាក់ចិត្តយូរអញ្ចឹងគឺយើងយកទៅចាស្រោះបែបនេះចានាងខ្ញុំស្រោះត្រឡប់ឡើងដោយសារតែឆ្នាំងរបស់នាងខ្ញុំរៀងតូចវាអត់លិចអញ្ចឹងហើយគឺខ្ញុំប្រែឡើងទៅដើម្បីងាយស្រួលក្នុងការបកហើយនៅពេលដែលយើងស្រោះហើយអញ្ចឹងគឺយើងអត់ចាបកភ្លាមទេពីព្រោះវាក្តៅលាកដៃអញ្ចឹងហើយគឺយើងដាក់ត្រាំជាមួយនឹងទឹកត្រជាក់ធម្មតាជាមួយនឹងម្ចាស់ឧបត្ថម្ភកម្មវិធីបន្តិចធ្វើម្ហូបនៅខែនេះគឺថាខែត្រជាក់នៅខាងរដ្ឋនាងខ្ញុំបងប្អូនត្រជាក់កកហើយនៅក្នុងផ្ទះប្រើទឹកក្តៅផងប្រើម៉ាស៊ីនកម្ដៅផងអញ្ចឹងហើយគឺថាស្បែកមុខស្ងួតខ្លាំងមែនតើអញ្ចឹងសម្រាប់បងប្អូនអរគ្នាមានបញ្ហាចាស្ងួតឬមួយក៏ស្បែកចាងាយរងប្រតិកម្មផ្សេងបងប្អូនអាចចាសាកល្បងប្រើប្រាស់ជាមួយនឹងផលិតផលពីខ្ញុំប្រើពីប្រភេទនេះនៅពេលខែត្រជាក់ម្ដងគឺ2នឹងឲ្យជួយនឹងខ្ញុំប្រភេទសារ៉ូមហើយនឹងគ្រីមលាបមុខរបស់ Beauty បងប្អូនអរគ្នាដែលមើលវីដេអូនេះចាចង់បានបងប្អូនអរគ្នាឆាតចូល page ចាពី Beauty ទៅហើយមួយទៀតបើសិនជាយើងចង់កម្មង់តាម website ក៏បានដែរ www.apibeauty.com បងប្អូនមើលវីដេអូនេះខ្ញុំទទួលបានការបញ្ចុះតម្លៃចា 15% ទៅលើផលិតផលផ្សេងៗរបស់ Api Beauty ដែលប្រើប្រាស់លេខកូដ TVK 15% ហើយចាលើកលែងតែ Api Cushion ហើយនឹងស្កុតបកមុនណាបងប្អូនអរគ្នាទទួលបានការបញ្ចុះតម្លៃរហូតដល់ 30% ប្រើប្រាស់លេខកូដ TVK 30% បងប្អូនអាចធ្វើការកម្មង់ចាគ្រប់ទីកន្លែងមិនថានៅខ្មែរឬមួយក៏ក្រៅប្រទេសទេចាអាចប្រើប្រាស់លេខកូដនេះបានពេញប៉ោះចាស្រួលជាងអីទៀតស្រួលដូចបកចេកអញ្ចឹងណាបកចេកមិនពិបាកទេរួមទៅចាយើងឆាដូចតែគេដូចតែឯងនឹងឯងដំបូងយើងពងខ្ទឹមមកទៅឈ្ងុយមកយើងដាក់សាច់យើងមកចាសាច់ចង់ដាក់ប្រភេទអីក៏បានទ្រុងមាន់ក៏បានសាច់ជ្រូកក៏បានចានឹងខ្ញុំហាន់ចាកង់កណាត់ចឹងមកឆាយកច្បល់ចុះច្បល់ឡើងចានិយាយពីថារសជាតិយើងដាក់គ្រឿងផ្សំទៅតាមចំណង់ចំណូលចិត្តយើងទៅបងប្អូនឲ្យមានម្សៅស៊ុបស្ករសប្រេងខ្យងខ្ញុំដាក់តែប្រហែលមុខហ្នឹងទេបងប្អូននិយាយពីថាឆ្ងាញ់ចូលជាតិគ្នាល្អហើយស្លឹកខ្ទឹមនាងខ្ញុំគឺនាងខ្ញុំអត់មានស្រស់ទេគឺនាងខ្ញុំហាន់ទុកកាលពីខែក្តៅទូកកបងប្អូនហាន់តាំងពីខែក្តៅឥឡូវយកមកប្រើប្រាស់បានគឺថាគុណភាពនៅតែល្អស្រស់បំប្រងហើយនៅតែឆ្ងាញ់ពេញប៉ោះសុខភាពនាងខ្ញុំរួចរាល់ហើយបងប្អូនឃើញអញ្ចឹងណាប៉ុន្តែឆ្ងាញ់ណាស់បងប្អូនហើយសុខភាពស្បែកយើងមិនមែនរក្សាតែខាងក្រៅទេយើងត្រូវរក្សាពីខាងក្នុងមកដែរយើងត្រូវតែចាញ៉ាំអាហារបន្លែផ្លែឈើបន្ថែម